វិធីស្រឡាញ់ខ្លួនឯងសម្រាប់មនុស្សដែលមិនល្អឥតខ្ចោះនៅក្នុងលោកដែលពោរពេញដោយការប្រកួតប្រជែងនិងការរំពឹងទុកខ្ពស់ពីមនុស្សជុំវិញខ្លួនយើងជារឿយតែងតែភ្លេចសម្លឹងមើលមនុស្សម្នាក់ដែលសំខាន់បំផុតនៅក្នុងជីវិតនោះគឺខ្លួនយើងមនុស្សជាច្រើនយល់ថាការស្រឡាញ់ខ្លួនឯងគឺជាភាពអាត្មានិយមប៉ុន្តែការពិតទៅវាគឺជាគ្រឹះដ៏រឹងមាំតែមួយគត់ដែលអនុញ្ញាតឲ្យយើងមានកម្លាំងចិត្តទៅស្រឡាញ់និងមើលថែអ្នកដទៃបានកាន់តែល្អប្រសើរការស្រឡាញ់ខ្លួនឯងមិនមែនមានន័យថាការទិញរបស់ថ្លៃឬការធ្វើខ្លួនឲ្យល្អឥតខ្ចោះគ្រប់ពេលនោះទេប៉ុន្តែវាគឺជាការរៀនយល់ចិត្តខ្លួនឯងការផ្ដល់ឱកាសឲ្យខ្លួនឯងដែលខុសខ្លះនិងការចេះបត់បែនតាមស្ថានភាពជីវិតដោយក្តីមេត្តាក្នុងទីនេះសុវត្ថិនឹងនិយាយចំណុចខ្លះមួយចំនួនដើម្បីណែនាំជួយដាស់តឿនលោកអ្នកឲ្យចេះផ្ដល់តម្លៃដល់ខ្លួនឯងនិងរស់នៅក្នុងជីវិតដែលពោរពេញដោយសន្តិភាពផ្លូវចិត្តទោះបីជាលោកអ្នកមិនមែនជាមនុស្សដែលល្អឥតខ្ចោះក៏ដោយទី1ជីវិតមានទាំងរឿងល្អនិងរឿងអាក្រក់ហើយវាសុទ្ធតែមានតម្លៃដូចគ្នារឿងល្អធ្វើឲ្យអ្នកញញឹមរឿងអាក្រក់ធ្វើឲ្យអ្នកធំដឹងក្តីរាល់អ្វីដែលអ្នកបានជួបវាមិនមែនមកដើម្បីធ្វើបាបអ្នកទេប៉ុន្តែវាមកដើម្បីបង្រៀនឲ្យអ្នកយល់ពីជីវិតនិងយល់ពីខ្លួនឯងកាន់តែច្បាស់ទី2ជ្រើសរើសនៅកន្លែងដែលមិនបឺតជញ្ជក់ថាមពលរបស់អ្នករហូតដល់រីងស្ងួតមនុស្សខ្លះនៅក្បែរហើយគឺហត់នឿយបំផុតកន្លែងខ្លះនៅហើយមានអារម្មណ៍ថាធូរស្រាលក្នុងចិត្តត្រូវជ្រើសរើសនៅកន្លែងដែលផ្ដល់កម្លាំងចិត្តមិនមែនកន្លែងដែលបឺតយកពន្លឺចេញពីជីវិតអ្នកនោះទេទី3គេងលក់ស្រួលជីវិតល្អកុំមើលងាយការគេងសាកល្បងអនុវត្តច្បាប់3 2 1ដូចខាងក្រោម3ម៉ោងមុនគេងឈប់ញ៉ាំអ្វីទាំងអស់2ម៉ោងមុនគេងឈប់ធ្វើការងារ1ម៉ោងមុនគេងឈប់មើលអេក្រង់ទូរស័ព្ទអ្នកនឹងដឹងថាជីវិតពេលភ្ញាក់ពីគេងគឺខុសប្លែកគ្នាទាំងស្រុងទី4ធ្វើចលនារាងកាយខ្លះមិនបាច់ពូកែទេគ្រាន់តែធ្វើចលនាទៅបានហើយមិនចាំបាច់ទៅហាត់ប្រាណខ្លាំងឬរត់ម៉ាឡាតុងនោះទេគ្រាន់តែដើរលេងយឺតសាច់ដុំឬបោសផ្ទះក៏គ្រប់គ្រាន់ដែររាងកាយនឹងបញ្ចេញសារធាតុរីករាយដោយខ្លួនឯងដោយមិនបាច់ខំប្រឹងដេញតាមវាខ្លាំងពេកទី5ភាពភ្ជាប់ភ្ជួនឈ្នះភាពល្អឥតខ្ចោះមិនបាច់ធ្វើឲ្យល្អបំផុតរាល់ថ្ងៃនោះទេគ្រាន់តែធ្វើខ្លះក៏ប្រសើរជាងមិនបានធ្វើសោះកុំរងចាំថ្ងៃដែលអ្នកត្រៀមខ្លួនរួចរាល់ព្រោះថ្ងៃនោះវាមិនមានពិតឡើយទី6សុខភាពល្អមិនមែនជារឿងមានពេលវេលាទេប៉ុន្តែវាជាការជ្រើសរើសញ៉ាំអាហារដែលល្អជាងមុនជ្រើសរើសគេងឲ្យលឿនជាងមុនជ្រើសរើសធ្វើចលនាឲ្យច្រើនជាងមុនជីវិតដែលល្អគឺកើតចេញពីការជ្រើសរើសរឿងតូចតាចជារៀងរាល់ថ្ងៃទី7ទំនាក់ទំនងឆ្លុះបញ្ចាំងពីតម្លៃដែលអ្នកផ្ដល់ឲ្យខ្លួនឯងបើអ្នកស្រឡាញ់ខ្លួនឯងពិតប្រាកដអ្នកនឹងមិនទ្រាំនៅកន្លែងដែលធ្វើបាបផ្លូវចិត្តឡើយអ្នកនឹងហ៊ានជ្រើសរើសហើយក៏ហ៊ានដើរចេញទី8ការស្រឡាញ់ខ្លួនឯងមិនមែនជាការផ្លាស់ប្ដូរខ្លួនឯងរហូតដល់លែងសល់ជាខ្លួនអ្នកនោះទេ
បើត្រូវបង្ខំខ្លួនឯងបើត្រូវព្យាយាមធ្វើជាមនុស្សម្នាក់ផ្សេងទៀតដើម្បីឲ្យគេស្រឡាញ់នោះមិនមែនជាតំបន់សុវត្ថិភាពសម្រាប់អ្នកទៀតទេស្នេហាដែលល្អមិនចាំបាច់យកអត្តសញ្ញាណរបស់ខ្លួនឯងទៅដោះដូរនោះទេទី9បើកាត់ផ្ដាច់មនុស្សដែលពុលមិនបានទេត្រូវដកឃ្លាសិនមិនបាច់ឆ្លោះមិនបាច់ជេរដៀលគ្រាន់តែសន្សំបន្ថយភាពស្និទ្ធស្នាលហើយនិយាយពីអារម្មណ៍ពិតរបស់អ្នកត្រង់ដោយមិនបន្ទោសនរណាខ្ញុំមានអារម្មណ៍បែបនេះប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយទី10លុយកាក់ហូរហៀចិត្តនឹងណមានប្រាក់បំរុងមិនចាំបាច់ខ្លាចពិភពលោកខ្លាំងពេកដឹងពីចំណូលនិងចំណាយរបស់ខ្លួនសន្សំប្រាក់សម្រាប់គ្រាអាសន្នវិនិយោគដោយប្រើសតិហើយឈប់តែញរបស់របរដោយសារតែអារម្មណ៍អត់សុខឬឯកាទី11អភ័យទោសឲ្យខ្លួនឯងចំពោះកំហុសកាលពីអតីតកាលកុំយកកំហុសកាលពីមុនមកដាក់ទោសខ្លួនឯងនៅពេលនេះមនុស្សគ្រប់រូបសុទ្ធតែធ្លាប់សម្រេចចិត្តខុសចូលរៀនសូត្រពីវារួចដើរទៅមុខបន្តអ្នកនៅទីនេះមិនមែនជាអ្នកកាលពីម្សិលមិញនោះទេទី12រៀននិយាយបដិសេធដោយមិនចាំបាច់មានអារម្មណ៍ខុសការបដិសេធរឿងដែលអ្នកមិនចង់ធ្វើឬរឿងដែលធ្វើឲ្យអ្នកវិលមុខមិនមែនជាភាពអាត្មានិយមទេប៉ុន្តែវាគឺជាការកំណត់ព្រំដែនដើម្បីការពារសុខភាពផ្លូវចិត្តរបស់ខ្លួនឯងបើអ្នកមិនគោរពពេលវេលាខ្លួនឯងក៏គ្មានអ្នកណាមកគោរពអ្នកដែរទី13កុំប្រៀបធៀបជីវិតពិតរបស់អ្នកជាមួយរូបភាពល្អៗរបស់អ្នកដទៃអ្វីដែលគេបង្ហាញលើ Facebook ឬ Instagram គ្រាន់តែជាជ្រុងមួយដែលស្អាតបំផុតរបស់គេប៉ុណ្ណោះគ្រប់គ្នាមានទុក្ខលំបាករៀងខ្លួនចូលផ្ដោតលើការរីកចម្រើនរបស់ខ្លួនឯងប្រៀបធៀបខ្លួនឯងថ្ងៃនេះជាមួយខ្លួនឯងកាលពីម្សិលមិញបានហើយទី14និយាយជាមួយខ្លួនឯងឲ្យផ្អែមល្ហែមដូចនិយាយជាមួយមនុស្សដែលខ្លួនស្រឡាញ់សាកសង្កេតមើលតើអ្នកធ្លាប់ជេរខ្លួនឯងថាល្ងងឬអន់ប៉ុន្មានដងហើយបើអ្នកមិនហ៊ាននិយាយពាក្យទាំងនេះដាក់មនុស្សដែលខ្លួនឯងស្រឡាញ់ក៏កុំនិយាយដាក់ខ្លួនឯងដែរចូលប្រើពាក្យលើកទឹកចិត្តនិងផ្ដល់ក្តីមេត្តាឲ្យខ្លួនឯងឲ្យបានច្រើនទី15ការរកចំណូលចិត្តដែលធ្វើដើម្បីតែភាពសប្បាយចិត្តមិនមែនដើម្បីលុយក្នុងលោកនេះមិនមែនគ្រប់យ៉ាងត្រូវតែបង្កើតជាចំណូលទាំងអស់នោះទេចូលរកការងារដែលអ្នកចូលចិត្តធ្វើដូចជាគូររូបស្ដាប់ភ្លេងដាំផ្កាឬសរសេរអត្ថបទដោយដែល admin ក៏បានដែលធ្វើទៅហើយអ្នកមានអារម្មណ៍ថាបានសម្រាកឬមានសេរីភាពពិតប្រាកដទី16រៀនប្រងើយកន្តើយនឹងរឿងដែលអ្នកគ្រប់គ្រងមិនបានអ្នកមិនអាចហាមមាត់អ្នកដទៃមិនឲ្យនិយាយដើមអ្នកបានទេហើយអ្នកក៏មិនអាចបញ្ជាឲ្យគ្រប់យ៉ាងដើរតាមបំណងអ្នកដែរចូលទុកធម៌ពលមកខ្វល់តែលើអ្វីដែលអ្នកអាចធ្វើបាននៅចំពោះមុខវិញវានឹងធ្វើឲ្យអ្នកលែងសូវហត់ចិត្តទី17ការចំណាយពេលម្នាក់ឯងមិនមែនជាភាពឯកោទេការចេះនៅម្នាក់ឯងដោយមានសេចក្តីសុខគឺជាជំនាញដ៏អស្ចារ្យវាកាត់ចេញពីការដែលអ្នកមានទំនាក់ទំនងល្អជាមួយខ្លួនឯងពេលអ្នកចេះសប្បាយចិត្តម្នាក់ឯងអ្នកនឹងលែងត្រូវរត់តាមអង្វរអ្នកដទៃឲ្យមកបំពេញចន្លោះប្រហោងចិត្តអ្នកទៀតហើយទី18អបអរសាទរជ័យជំនះតូចតាចប្រចាំថ្ងៃ
มันចាំបាច់ដល់ជោគជ័យធំទើបសប្បាយចិត្តទេថ្ងៃនេះអ្នកក្រោកពីគេងទាន់ពេលថ្ងៃនេះអ្នកញ៉ាំទឹកបានច្រើនឬថ្ងៃនេះអ្នកទប់ចិត្តមិនឲ្យខឹងបានទាំងនេះសុទ្ធតែជារឿងដែលគួរឲ្យមានមោទនភាពចូលចេះសរសើរខ្លួនឯងឲ្យបានញឹកញាប់ទី19ផ្អាកពីពិភពលោកខាងក្រៅដើម្បីស្ដាប់សំឡេងបេះដូងខ្លួនឯងក្នុងមួយថ្ងៃយើងទទួលបានព័ត៌មាននិងសំឡេងខាងក្រៅច្រើនណាស់ចូលរកពេលយ៉ាងហោចណាស់5ទៅ10នាទីអង្គុយស្ងៀមដកដង្ហើមវែងហើយសួរខ្លួនឯងថាតើថ្ងៃនេះខ្ញុំមានអារម្មណ៍យ៉ាងណាដែរការដឹងខ្លួនគឺជាចំណុចចាប់ផ្ដើមនៃការព្យាបាលចិត្តការដឹងខ្លួនគឺជាចំណុចចាប់ផ្ដើមនៃការព្យាបាលចិត្តទី20ភាពជាខ្លួនឯងគឺជាអំណាចដ៏អស្ចារ្យបំផុតអ្នកមិនចាំបាច់ធ្វើខ្លួនឲ្យដូចអ្នកណាម្នាក់ដើម្បីឲ្យគេទទួលស្គាល់នោះទេពិភពលោកនេះត្រូវការអ្នកដែលជាអ្នកមិនមែនអ្នកដែលជាចម្លងពីគេនោះទេការដែលអ្នកហ៊ានរស់នៅជាមួយខ្លួនឯងដោយមានទំនុកចិត្តគឺការស្រឡាញ់ខ្លួនឯងដែលខ្ពស់បំផុតសេរីភាពមិនមែនបានមកពីភាពមានបានតែមួយមុខនោះទេប៉ុន្តែវាបានមកពីការដែលយើងអាចគ្រប់គ្រងជីវិតរបស់ខ្លួនឯងបាន